ជំរាបសួរបងប្អូនមានបងប្អូនណៃថ្មីគាត់តាក់ទងមក Telegram ខ្ញុំដើម្បីសាកសួរពីព័ត៌មានរបស់ tool ហើយគាត់ថែមសំណួរខ្លះដូចជាការប្រើប្រាស់ tool ហើយវា spam account page របស់គាត់អីអត់អញ្ចឹងចំពោះ tool គឺធ្វើការទៅដូចមនុស្សអញ្ចឹងសម្រាប់បកប្រែណាហើយបងប្អូនអាចឲ្យវាធ្វើការទៅលើ LD ដែលបងប្អូនមាន account នៅនឹងស្រាប់មិនបាច់សាររើ login ឡើងវិញក៏បានដែរជាជំរឿបងប្អូនចង់រៀបចំជាមួយ tool វិញក៏បានប្រើមួយរយៈសិនក៏បានគឺប្រើដូចគ្នាហើយចំពោះការកំណត់អីមួយចំនួននៅលើបប RAM គឺយើងអាចកំណត់ដោយខ្លួនឯងបានយើងកុំកំណត់ឲ្យវាច្រើនពេកឲ្យវាបំបុកខ្លាំងពេកគឺវាអត់ស្មាមទេអានឹងស្រ័យលើយើងកំណត់ឲ្យវាខ្លាំងក៏វាខ្លាំងតាមនឹងចឹងអញ្ចឹង tool វាធ្វើការ random អត់ឲ្យវាដដែលនាំឲ្យវា spam ទេហើយចំពោះករណីមួយទៀតបងប្អូនសួរថាបើសិនយើងប្រើ tool ចឹងហើយស្រាប់តែយើងមាន account មាន page អីយើងចង់ទាញមកកាន់ខ្លួនឯងវិញតើពិបាកអត់យើងត្រូវបែងចែក tool បែងចែក LD ខ្លួនឯងអីអត់សម្រាប់បប RAM គឺអត់ទេបងប្អូនក្នុងករណីមួយដែលយើងបិទ tool ចោលគឺ LD ទាំងអស់មាន account មាន page នៅក្នុងនឹងស្រាប់អញ្ចឹងបងប្អូនអាចធ្វើការត្រឡប់ទៅគ្រប់គ្រងវិញបានភ្លាមដោយមិនបាច់មានការរៀបចំទោះបងប្អូនលុប tool ចោលក៏បងប្អូនអាចធ្វើការដៃវិញបានធម្មតាបងប្អូនគ្រាន់តែឲ្យ tool ឈប់ដំណើរការឬក៏ LD ហ្នឹងដកអត់ឲ្យ tool ធ្វើការគឺបងប្អូនត្រឡប់ទៅធ្វើការដៃវិញបានធម្មតាផុស page add admin ធ្វើការ add mail add អីគឺបងប្អូនអាចធ្វើដៃវិញបានទាំងអស់ក្នុងករណីដែលមានបញ្ហាណាមួយឬបងប្អូនចង់ដកទៅធ្វើដៃសម្រាប់ page សំខាន់ page មុនថៃរបស់យើងណាអញ្ចឹងអាស្រ័យលើបងប្អូនគឺបងប្អូនធ្វើការបានធម្មតាអត់មានថាអស់ពី tool ទៅបងប្អូនត្រូវរៀបចំឡើងវិញបងប្អូនចង់ឈប់ប្រើ tool ទៅបងប្អូនត្រូវពិបាករៀបចំខ្លួនឯងឡើងវិញអត់ទេគឺយើងគ្រាន់តែបិទ tool ចោលយើងអាចគ្រប់គ្រងដៃបានទាំងស្រុងតែម្ដង